ប្តីជាច្រើនបំផ្លាញប្រពន្ធដោយពាក្យ4ម៉ាត់នេះទី1ពាក្យប្រៀបធៀបគឺពាក្យដែលយកភរិយាទៅប្រៀបធៀបជាមួយនឹងអ្នកដទៃដូចជាពាក្យថាមើលប្រពន្ធគេមើលហេតុអីឯងមិនដូចគេពាក្យនេះបានប៉ះពាល់ដល់អារម្មណ៍នាងយ៉ាងខ្លាំងពាក្យនេះធ្វើឲ្យនាងទទួលអារម្មណ៍ថានាងគ្មានអ្វីគ្រប់គ្រាន់សម្រាប់អ្នកបំផ្លាញទំនុកចិត្តក្នុងខ្លួននាងអស់គ្មានសល់ទី2ពាក្យមើលងាយគឺពាក្យដែលធ្វើឲ្យនាងមានអារម្មណ៍ថាទៅបានអ្នកមើលងាយដូចជាពាក្យថាគ្មានចេះអ្វីសោះគ្មានការអប់រំទេដឹងពាក្យនេះបានបំបត្តិកិត្តិយសរបស់ប្តីជាច្រើនបំផ្លាញប្រពន្ធដោយពាក្យ4ម៉ាត់នេះទី1ពាក្យប្រៀបធៀបគឺពាក្យដែលយកភរិយាទៅប្រៀបធៀបជាមួយនឹងអ្នកដទៃដូចជាពាក្យថាមើលប្រពន្ធគេមើលហេតុអីឯងមិនដូចគេពាក្យនេះបានប៉ះពាល់ដល់អារម្មណ៍នាងយ៉ាងខ្លាំងពាក្យនេះធ្វើឲ្យនាងទទួលអារម្មណ៍ថានាងគ្មានអ្វីគ្រប់គ្រាន់សម្រាប់អ្នកបំផ្លាញទំនុកចិត្តក្នុងខ្លួននាងអស់គ្មានសល់ទី2ពាក្យមើលងាយគឺពាក្យដែលធ្វើឲ្យនាងមានអារម្មណ៍ថាទៅបានអ្នកមើលងាយដូចជាពាក្យថាគ្មានចេះអ្វីសោះគ្មានការ